ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រាត្រីព្រឺព្រួចជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងរាត្រីនេះសង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាក្រោយពីខ្ញុំអាក់ខាននៅក្នុងការចេញវីដេអូអស់រយៈពេលជាង1ខែដែលបើយើងគិតឲ្យខ្លីទៅថានារដូវប្រជុំចោះហើយហេតុផលដែលបានបាត់មុខហ្នឹងគឺមិនមែនថាខ្ញុំគិតទៅប្រជុំគិតទៅអីទេបងប្អូនគ្រាន់តែថាពេលហ្នឹងគឺខ្ញុំមានជំងឺរបៀបថាជំងឺយើងធ្វើទុករើឡើងចឹងទៅគូផ្សំជាមួយនឹងផ្ដាសាយផងអញ្ចឹងហើយក៏មិនអាចចេញវីដេអូជូនទៅកាន់បងប្អូនយើងបានដែលទទួលរងនៅផលប៉ះពាល់ដល់ channel ហ្នឹងគឺបាត់បង់ប្រិមិត្តបាត់បង់ fan អ្នកតាមដានហើយមិនភ្លេចទេសម្រាប់ថ្ងៃនេះមុននឹងចូលទៅដល់វីដេអូថ្មីរបស់យើងខ្ញុំបាទក៏សូមថ្លែងអំណរគុណទៅកាន់បងប្អូនយើងដែលមានឈ្មោះថា Vaninet ដែលគាត់បានចូល comment នៅក្នុងវីដេអូ episode ទី28ហើយបងប្អូនច្បាស់ជាឆ្ងល់ថាហេតុអីមិននិយាយពី episode 29ហើយនិង episode 30បាទដោយសារតែនៅថ្ងៃខាងមុខខ្ញុំនឹងរវល់នៅថ្ងៃទី7 8អញ្ចឹងខ្ញុំនឹងធ្វើការថតនៅវីដេអូឲ្យបានមុនដើម្បីដល់ថ្ងៃហ្នឹងគឺធ្វើយ៉ាងណាកុំឲ្យបងប្អូនយើងមិនបានស្ដាប់បានន័យថាជួសវីដេអូនៅថ្ងៃដែលយើងមិនបានធ្វើហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូននឹងយកយល់អធិស្ឋានដល់ខ្ញុំបាទសាច់រឿងរបស់យើងនៅក្នុងរាត្រីនេះក៏មិនទាន់ឃ្លាតឆ្ងាយពីសាច់រឿងពិតរបស់ខ្ញុំដែរបានន័យថាបើសិនជាបងប្អូនមានរឿងពិតរឿងអីបងប្អូនអាចចែករំលែកចង់ចែករំលែកជាមួយខ្ញុំណាបងប្អូនអាច comment នៅខាងក្រោមបានហើយខ្ញុំនឹងធ្វើការតាក់ទងទៅតាមរយៈ Telegram បងប្អូនឲ្យជាលេខទូរស័ព្ទ Telegram មកខ្ញុំនឹងឆាតទៅហើយចំពោះរឿងរ៉ាវមួយនេះគឺវាបានកើតឡើងចំពោះខ្ញុំកាលពីខ្ញុំនឹងអាយុប្រហែលជា16ឆ្នាំទេដែលកាលនោះខ្ញុំរៀននៅថ្នាក់ទី9នៅឡើយអញ្ចឹងអ្នកស្រុកស្រែជនបទអត់ដូចអ្នកផ្សារអ្នកអីទេគឺយើងមានតូចធម្មតាដោយសារតែយើងមានតូចស្រាប់ផងណាគឺមានតូចល្អិតហើយគឺខ្លាចគេណាស់កាលពីជំនាន់ហ្នឹងអញ្ចឹងរឿងរ៉ាវហ្នឹងគឺខ្ញុំបានជួបប្រទះនៅឯចំការរបស់ខ្ញុំដែលខ្ញុំទៅចាំគោទៅខ្វៀលគោនៅហ្នឹងអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់មករីករាយកាយកំសាន្តនៅសាច់រឿងដូចតទៅរឿងរ៉ាវគឺបានកើតឡើងកំឡុងពេលដែលខ្ញុំអាយុ16ឆ្នាំរៀននៅទី9ដែលកាលហ្នឹងគឺខ្ញុំមានភារៈកិច្ចដែលថាត្រូវទៅខ្វៀលគោហើយការខ្វៀលគោហ្នឹងគឺមិនមែនថាយើងនិយាយថាខ្វៀលគោខុសដែរបងប្អូនដោយសារតែពេលហ្នឹងយើងគឺទៅដេកចាំទេតាមពិតទៅគោរបស់ខ្ញុំហ្នឹងគឺត្រូវមើលតាមវាលតាមអីចឹងណាប៉ុន្តែដោយសារតែខែវស្សានៅតាមស្រុកស្រែហ្នឹងគឺគេធ្វើស្រូវស្ទូងដកអីអញ្ចឹងទៅហើយណាមួយក៏វាទឹកលិចទឹកអីអញ្ចឹងក៏អត់មានស្មៅឲ្យគោអត់មានស្មៅឲ្យកបីស៊ីទេអញ្ចឹងក៏ចម្លៀសគោចេញពីភូមិចេញពីផ្ទះទៅដាក់នៅចំការហើយដោយសារតែចំការហ្នឹងក៏វាមានទីធ្លាហ្នឹងវារាំងធំដែរដែលសពថ្ងៃហ្នឹងគឺបានបែងចែកឲ្យបងខ្ញុំអស់ហើយព្រោះថាចំការធំអញ្ចឹងទៅក៏ចែកគ្នាបាន4នាក់ដែរអញ្ចឹងយើងនិយាយពីរឿងយើងវិញពេលដែលយកគោយកអីទៅដាក់នៅហ្នឹងក៏មានពុកម៉ែរបស់ខ្ញុំហ្នឹងគាត់ជាអ្នកមើលគាត់ជាអ្នកដេកចាំអញ្ចឹងទៅដោយសារតែពុករបស់ខ្ញុំហ្នឹងគាត់គឺមានភារកិច្ចការងារជាមេភូមិដល់អញ្ចឹងគឺគាត់អត់អាចទៅចោលអីភូមិបានច្រើនថ្ងៃឬក៏អីអញ្ចឹងណាហើយចំការហ្នឹងក៏មិនឆ្ងាយពីភូមិដែរគ្រាន់ថាលបាក់ 4-5 គីឡូពីមិនដល់ប្រហែលជា3គីឡូពីភូមិគ្រាន់ថាយើងធ្វើដំណើរតាមផ្លូវវាងទៅវារឹងឆ្ងាយអីអញ្ចឹងណាហើយដោយសារតែសងខាងគឺសុទ្ធតែចការគេដែរអញ្ចឹងក៏វាមានចម្ងាយឆ្ងាយនិយាយពីរឿងពុកម៉ែរបស់ខ្ញុំដែលគាត់ទៅចាំដេកចាំគោហ្នឹងពេលថ្ងៃពុករបស់ខ្ញុំគឺនៅផ្ទះគាត់នៅមើលធ្វើការងាររបស់គាត់ជាមេភូមិអញ្ចឹងទៅចំណែកឯពេលយប់គាត់ក៏ពីអ្នកម្ដាយរបស់ខ្ញុំហ្នឹងណាគាត់ទៅចាំគោនៅចំការហ្នឹងហើយមុននឹងចូលទៅដល់សាច់រឿងតាក់ទងទៅនឹងខ្ញុំទៅចាំហ្នឹងខ្ញុំសូមនិយាយអំពីបរិយាកាសនិងស្ថានភាពនៃចំការហ្នឹងបន្តិចចំការរបស់ខ្ញុំដោយសារតែចំនួនពេលមកពីរដ្ឋបានន័យថាចាស់គាត់មកពីរដ្ឋវិញគឺគាត់ត្រូវកាប់ឆ្ការដីធ្វើចការពេលហ្នឹងពុករបស់ខ្ញុំគាត់ចាប់ដីរបៀបថាដីខាងក្រោមហ្នឹងគឺមានជាប្រភេទជាំប្រភេទអីចឹងទៅធ្វើយ៉ាងណាឲ្យចំការហ្នឹងវាមានដីសើមដីអីគោលបំណងរបស់គាត់ហ្នឹងគឺគាត់ចង់ដាំដំណាំទុរេនដំណាំហូបផ្លែដំណាំអីចឹងទៅ
ចឹងគាត់ប្រឹងប្រែងឆ្កាមែនតើហើយក៏ពេលដែលឆ្កាកើតហើយក៏អត់បានរបៀបថាអត់បានធ្វើជាប្រភេទដំណាំទុរេនទេប៉ុន្តែដាក់បែរជាដាំចន្ទីដាំអីអញ្ចឹងណាហើយក៏ពេលដាំចន្ទីធំអញ្ចឹងទៅអាដីជួមហ្នឹងគឺយើងដាំចន្ទីអត់កើតទេវាក៏កើតជាព្រៃជាអីរាំងស្ដុកអីបន្តិចដែរហើយធម្មតាអាព្រៃស្ដុកអញ្ចឹងតែពេលយើងឃើញយើងខ្លាចហើយជាក់ស្ដែងអាព្រៃស្ដុកហ្នឹងគឺវាមិនមែនថានៅចំកណ្ដាលចំការទេគឺវានៅសងខាងចន្ទីដែលកន្លែងឆ្លាស់យើងហ្នឹងគឺចន្ទីហើយក៏ជាកន្លែងដែលយើងត្រូវទៅខ្វៀលគោខ្វៀលអីនៅហ្នឹងហើយក៏មានខ្ទោមួយសម្រាប់ដេកចាំសត្វទាំងអស់ហ្នឹងទៅអញ្ចឹងយើងចូលសាច់រឿងមកដល់ពេលដែលថាហេតុអីបានខ្ញុំហ្នឹងត្រូវទៅដេកចាំចំការនិយាយទៅពេលហ្នឹងគឺជារដូវមួយយើងអាចនិយាយបានថាវាអត់តន់និយាយទៅមិនមែនថាដាច់ទឹកភ្លៀងទេវាជារដូវដែលនៅភ្លៀងជោគជាំនៅឡើយណាហើយពុកម៉ែរបស់ខ្ញុំហ្នឹងគឺគាត់ត្រូវមានភារកិច្ចគាត់ទៅមើលចំការនៅខេត្តផ្សេងនៅដល់ខេត្តកោះចេះចំការនៅឯកចេះណាអញ្ចឹងហើយក៏អត់មានអ្នកណាគេនៅដេកចាំគោទេតម្រូវឲ្យខ្ញុំជាមួយនឹងបងប្រុសរបស់ខ្ញុំហ្នឹងបងប្រុសខ្ញុំបន្ទាប់ខ្ញុំហ្នឹងពេលនោះគឺគាត់អាយុប្រហែលជា3ឆ្នាំ2ប្រហែលជាគាត់19ប្រហែលជា19អីហើយគាត់ធំណាអញ្ចឹងតម្រូវឲ្យពីរអ្នកហ្នឹងត្រូវដេកចាំយាមគោយាមក្របីនៅចំការនៅថ្ងៃហ្នឹងដែរមិនដឹងជារឿងហេតុអីទេបងប្អូនរបស់ខ្ញុំហ្នឹងណាគេចាប់ផ្ដើមនាំគ្នាផឹកស៊ីអញ្ចឹងទៅគេហូបប៊ីយ៉ាហូបអីលេងអញ្ចឹងណាហើយក៏វារាំងចិត្តប្រលប់ហើយខ្ញុំហៅបងប្រុសខ្ញុំបែបណាក៏គាត់អត់ទៅដែរគាត់នៅមិនឲ្យគាត់ចង់ខឹងខ្ញុំទៀតហ្នឹងហើយជើងបងប្អូនអាយុស្តៀងគ្នាស្វាគ្នានឹងមិនសូវត្រូវគ្នាប្រហែលទេបងប្អូនតើតែបែកគ្នាឃ្លាតគ្នាអីដូចឥឡូវបានចេះនឹកចេះស្រឡាញ់គ្នាពេលមានគ្រូសារៀងខ្លួនអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលដែលគាត់ហៅគាត់អត់ទៅអញ្ចឹងខ្ញុំក៏ទូរស័ព្ទទៅពុកម៉ែខ្ញុំហើយពុកម៉ែខ្ញុំគាត់ថាស៊ូតាហ៊ានទៅដេកម្នាក់ឯងអត់បើហ៊ានទៅដេកម្នាក់ឯងក៏ទៅដេកទៅខ្ញុំមិនមែនជាកូនល្អហើយខ្ញុំក៏មិនមែនជារបៀបថាខ្ញុំមានអារម្មណ៍ថាពុកម៉ែរបស់ខ្ញុំអត់សូវស្រឡាញ់ខ្ញុំទេអានេះគាត់ជាអារម្មណ៍របស់ខ្ញុំទេណាប៉ុន្តែអារម្មណ៍របស់គាត់បែបណាក៏ខ្ញុំអត់ដឹងដែរពេលនោះអញ្ចឹងឲ្យតែថាបើសិនជាពួកគាត់ពេញចិត្តឲ្យខ្ញុំទៅដេកចាំខ្ញុំនឹងធ្វើដើម្បីឲ្យគាត់ពេញចិត្តខ្ញុំបានន័យថាគាត់ស្រឡាញ់ខ្ញុំអញ្ចឹងអ្វីដែលយើងធ្វើបានយើងនឹងបំពេញអញ្ចឹងខ្ញុំក៏ប្រាប់ថាខ្ញុំហ៊ានទៅក្រោយពេលដែលថាយើងហ៊ានទៅអញ្ចឹងយើងក៏ចាប់ផ្ដើមចេញទៅពេលហ្នឹងគឺប្រុងទាញកង់ទៅបងប្អូនផ្លូវចម្ងាយប្រហែលជាដូចខ្ញុំថាមិញហ្នឹង4គីឡូអីដែរព្រោះផ្លូវវាមិនមែនផ្លូវត្រង់តាមចកាតាមអីអញ្ចឹងទៅហើយពេលហ្នឹងវាចំអាមេឃអាលឹមរបៀបថាអាលឹមស្រេចទៀតហើយម៉ោងមិនតិចម៉ោងណាគឺម៉ោងចូលម៉ោង5អីហើយម៉ោង5វារៀងប្រលប់ហីវារៀងលប់ហីរបៀបថាយើងមើលគ្នាអីអត់ស្គាល់មើលអីឃើញអញ្ចឹងណាពេលហ្នឹងបងខ្ញុំបងស្រីខ្ញុំហ្នឹងគាត់ក៏ថាអស់ជិះម៉ូតូទៅកុំជិះកង់ទៅអីព្រោះជិះកង់ងាយដល់ទេអញ្ចឹងខ្ញុំក៏បានទាញម៉ូតូទៅពេលដែលខ្ញុំទៅដល់ចំការវាចំពេលដែលប្រលប់ហើយរបៀបថាក្នុងព្រៃស្វាយវាងងឹតគ្រាន់តែថាពេលទៅដល់ហ្នឹងគឺយើងអត់ទាន់បានដឹកគោយកមកចងក្នុងក្រោលទេណាអត់បានដឹកគោទៅចងក្នុងក្រោលអញ្ចឹងយើងទុកម៉ូតូទុកអីនឹងខ្ទមហើយយើងក៏ដើរតម្រង់ទៅរកគោបងប្អូននឹងមកពេលដែលខ្ញុំដើរទៅដល់កន្លែងគោខ្ញុំឃើញគោហ្នឹងគឺវាព្រឹតព្រៀងរបៀបថាដូចជាវាមានឃើញអីពីក្រោយយើងឬក៏វាធ្លាប់បានឃើញអីហើយដែលធ្វើឲ្យវារាំងផ្អើលអីចឹងណាហើយយើងអត់ចាប់អារម្មណ៍ទេយើងចាប់អារម្មណ៍ក្រែងថាតិចមានមនុស្សម្នាអីគេដើរចូលមកចំការចឹងទៅបានជាគោវាបំរុងនឹងផ្អើលណាមិនអាយអងយូរទេខ្ញុំក៏បានដឹកគោរបៀបថាស្រែមួយចឹងទៅយកមកចងនៅខាងក្រោលព្រោះវាអត់ឆ្ងាយប្រហែលពីចំការទេបានន័យថាចំការបានន័យថាក្រោលហ្នឹងគឺនៅក្នុងចំការទេគ្រាន់តែថាយើងគោហ្នឹងអត់ទាន់មានអ្នកណាគេមកដឹកយកទៅចងនៅក្នុងក្រោលហើយយើងអាចទុកវានៅខាងក្រៅឬក៏នៅខាងក្រៅក្រោលអីបានទេអញ្ចឹងក្រោយពេលដែលខ្ញុំដឹកមួយពីមួយទៅមួយហ្នឹងណាក៏មានអារម្មណ៍ថាដូចជាលឺសំឡេងគេដើរជន់ស្លឹកស្វាយបងប្អូនប្រកហើយដើរហ្នឹងគឺរបៀបថាមិនដើរតែពីក្រោយគោឯងគឺដើរនៅក្បែរជាំរបៀបថាដោយបងប្អូនបានដឹងហើយថាជាំហ្នឹងគឺដីជាំដីភក់ហ្នឹងគឺវានៅនិយាយថាភក់អត់ត្រូវគឺដីជាំដីសើមទឹកតែម្ដងគឺដីហ្នឹងគឺវាមានដើមឈើមានរបៀបថាព្រៃរាំងស្ដុកដែរអញ្ចឹងណាដែលយើងមិនអាចមើលធ្លុះបានទេ
ខ្ញុំខំសម្លឹងមើលសំឡេងហ្នឹងណាប្រកហ្នឹងក៏ប៉ុន្តែអត់មានឃើញអីឯងវាសំថានឹងប្រលប់ផងណាគឺអត់មានឃើញអ្នកណាម្នាក់ដើរប៉ុន្តែយើងច្បាស់ថាសំឡេងហ្នឹងលុះត្រាតែជាមនុស្សមិនមែនជាសត្វថ្លែនមិនមែនជាសត្វប្រគួយឬក៏សត្វកដោសត្វអីគឺមិនមែនទេយើងដឹងតែម្ដងព្រោះថាសំឡេងស្នូដានជើងហ្នឹងណាគឺជន់ស្លឹកស្វាយឮខ្លាំងមែនតើហើយដោយសារតែបានឮសូរសំឡេងអញ្ចឹងក្នុងចិត្តយើងណាក៏មានការកើតជាការភ័យការខ្លាចពីមុនមកពីផ្ទះធ្វើឯងណាក្លាហានណាដូចចូលទឹកស្វឹងអីនឹងគេអញ្ចឹងតែតាមពិតទៅខ្ញុំអត់ចេះផឹកទេនៅអាយុ16ឆ្នាំហ្នឹងគឺអត់ចេះផឹកចេះស៊ីទេហើយក៏អត់ខលដែរគ្រាន់តែថាដំបូងដូចក្លាហានប៉ុន្តែដល់ពេលជួបរឿងអញ្ចឹងស្ដែងនៅនឹងមុខយើងនិយាយថានៅនឹងមុខចុះអញ្ចឹងក៏មានអារម្មណ៍ថាខ្លាចហើយក៏បានដឹកគោដឹកក្របីចងនៅក្នុងក្រោលអស់ហើយចាប់ផ្ដើមហើយបងប្អូនលាងទៅជើងលាងទៅដៃឡើងទៅឃ្លុំភួយនៅលើខ្ទមដែលខ្ទមនឹងទៀតគឺមានជញ្ជាំងនឹងតែមួយខាងឯងជាងហ្នឹងគឺយើងយកអាថង់ផ្លាស្ទិកយើងឬក៏ហៅថាតង់ឃីវណាយកមកហុំបានតែមួយខាងឯងការពារទឹកភ្លៀងដែលយើងហុំហ្នឹងគឺហុំនៅខាងលិចដែលខ្លាចសាច់ពីទិសខាងលិចមកណាចឹងបានហុំបានមួយខាងហ្នឹងចំណែកឯមួយខាងកើតនិងខាងជើងយើងហុំខាងត្បូងខាងលិចតែខាងជើងនិងខាងកើតហ្នឹងគឺអត់មានទេគឺស្រឡះល្វឹងតែម្ដងយើងអាចកលេចឃើញគោកំពុងតែដេកអីហ្នឹងហើយដូចខ្ញុំនិយាយពីដើមអញ្ចឹងដោយសារតែមានអារម្មណ៍ថាខ្លាចក៏បញ្ញាឡើងទៅដេកអត់បានអីនឹងដុតភ្លើងបំពួកភ្នក់ភ្លើងអីឲ្យគោឲ្យកបីឯងពេលហ្នឹងកំឡុងពេលដែលដេកហ្នឹងគឺយើងមានអារម្មណ៍ថាគោកបីយើងគឺវារើបំរាស់ខ្លាំងមែនទែនហើយវាមិនមែនថាវាឃើញខ្មោចអីទេគ្រាន់តែការរើបំរាស់របស់វាហ្នឹងក៏សះក្អាតសត្វមូសហ្នឹងវាខំវាច្រើនពេកអញ្ចឹងក៏វារើទៅហើយខ្ញុំមែនណាក្រោយពេលដែលបានឡើងទៅលើហ្នឹងហើយយើងអាងថានៅលើខ្ទមហ្នឹងគឺមានកូនវិទ្យុមួយអញ្ចឹងបើសិនជាយើងបើកសំឡេងវិទ្យុទៅអាចស្រូបកម្មវិធីអាចឮគេផ្សាយកម្មវិធីអញ្ចឹងទៅបានគ្នាជាសំឡេងមិនសូវខ្លាចប៉ុន្តែចៃដន្យមែនតើបងប្អូនពេលដែលខ្ញុំមូលសំឡេងវិទ្យុមកណាវិទ្យុហ្នឹងគឺវាអត់មានឮអីទាំងអស់បើកភ្លើងឡើងក៏មិនឡើងបានន័យថាវិទ្យុហ្នឹងវាអស់ថ្មហើយដោយសារតែអាខាងក្រោមនៅកន្លែងក្រោគោរបស់យើងក្រោកបីវាមានការរើបំរាស់នឹងជាខ្លាំងអាណិតសัตว์អញ្ចឹងហើយក៏ចោះទៅភ្នក់បំពួកភ្នក់ភ្លើងវិញព្រោះថាបើអត់ពួកទេគឺអត់បានដេកទេគោកបីយប់ហ្នឹងអាណិតវាអញ្ចឹងកាត់របៀបថាកាត់ខ្លាចក៏ក្លាហានចិត្តកើតចិត្តក្លាហានបន្តិចទៀតទៅតាំងនាមតែខ្លួនឯងកូនប្រុសទ្រូង5ហាត់អីចឹងណាចោះទៅប្រកាសភ្លើងក៏បានឆាបឆេះឡើងហើយក្រោយពេលដែលឆេះហ្នឹងណាយើងក៏មានអារម្មណ៍ថាពេលដែលភ្លឺជុំវិញខ្ទមជុំវិញកន្លែងហ្នឹងវារាំងភ្លឺមើលអីឃើញឆ្ងាយអញ្ចឹងទៅក៏មានអារម្មណ៍ថារាំងកក់ក្ដៅរាំងមិនសូវខ្លាចទេអូបញ្ជាក់ជូនបងប្អូនយើងបន្តិចដែរដោយសារតែភ្លើងដោយសារតែពិលអីហ្នឹងគឺនៅខ្ទមហ្នឹងគឺមានអញ្ចឹងខ្ញុំអត់បានត្រៀមអីមកពីផ្ទះទាំងអស់ក៏ប៉ុន្តែពេលមកដល់ខ្ទមងងឹតស្លុបអាគុយអំពូលចាប់ភ្លើងហ្នឹងក៏វាអស់ភ្លើងអស់របៀបថាអស់ចរន្តអគ្គិសនីណាអស់ភ្លើងបងប្អូនយើងខមមិនថាយកទៅដុតនៅក្នុងភ្នក់ភ្លើងទៅវាមានភ្លើងវិញអញ្ចឹងចាញ់បងប្អូនយើងទៀតប៉ុន្តែមិនថ្មីទេភាសាសាមញ្ញបែបហ្នឹងប្រហែលជាបងប្អូនយើងយល់ហើយថាអគុយអស់ភ្លើងក៏មិនអាចចាប់បានទេប៉ុន្តែដោយសារតែយើងបានមកពួកភ្នក់ភ្លើងឲ្យភ្លឺខ្លាំងអញ្ចឹងទៅក៏មានអារម្មណ៍ថារបៀបថាយើងកក់ក្ដៅត្រឡប់វិញហើយក៏ឡើងទៅសម្រាកទៅប្រហែលជាម៉ោង12យប់ខ្ញុំក៏បានភ្ញាក់ពីដំណេកកាលហ្នឹងក៏អត់មានទូរស័ព្ទអត់មានអីមើលម៉ោងទេប៉ុន្តែខ្ញុំបានភ្ញាក់ពីដំណេកនៅវេលាម៉ោងប្រហែលហ្នឹងហើយការដែលខ្ញុំនិយាយថាម៉ោងប្រហែលហ្នឹងគឺដោយសារតែចេះពេលដែលខ្ញុំភ្ញាក់ឡើងខ្ញុំក៏បានឮសូរសំឡេងវិទ្យុឮរបៀបថាឮឆហើយឆហ្នឹងគឺសំឡេងខ្យល់សុទ្ធហ្មងគឺឮខ្លាំងមែនតើវាដាស់ខ្ញុំឲ្យភ្ញាក់ជាស្ដែងការពីក្បាលល្ងាចពេលដែលខ្ញុំខ្លាចហ្នឹងខ្ញុំបើកអត់ឮទេប៉ុន្តែពេលវេលាស្មើហ្នឹងក៏ស្រាប់តែឮដោយឯងហើយយើងក៏មិនគិតអីថាវារឿងអីចម្លែកដែរដោយសារតែពេលដែលខ្ញុំបើកហ្នឹងគឺខ្ញុំបើកចោលខ្ញុំអត់បានបិទវិញទេប្រហែលជាវាឆ្លងចរន្តអីណាមួយអញ្ចឹងទៅវាក៏ត្រឡប់មកកើតវិញអញ្ចឹងណាយើងក៏មិនដឹងទេគាត់ថាពេលហ្នឹងវាឮមែនឮពេលដែលចេញខ្យល់ហើយមិនមែនថាវិទ្យុហ្នឹងមិនសេរីចំប៉ោះទេគឺសេរីចំប៉ោះចំហ្វ្រេកង់ដែលគេផ្សាយគ្រាន់តែថាវេលាម៉ោងប៉ុណ្ណឹងគេបិទម៉ាស៊ីនផ្សាយហើយណាបងប្អូនអ្នកដែល
ធ្លាប់ស្ដាប់វិទ្យុប្រកាសជាធ្លាប់ដឹងហើយខ្ញុំក៏មានបទពិសោធន៍នៅក្នុងការធ្វើជាពិធីករនៅក្នុងប៉ុស្តិ៍វិទ្យុដែរអញ្ចឹងគឺគេបិទរបៀបថាគេបិទម៉ាស៊ីនផ្សាយស្មើហ្នឹងហើយក៏វិទ្យុយើងឮទៅខ្យល់ទៅដល់ពេលគិតយូរទៅគិតឲ្យមែនទៅវាចម្លែកបងប្អូនចុះហេតុអីមកយូរហើយមិនបានវាមិនលឺអាក្បាលល្ងាចខំសារ៉េផងខំខ្វេះផងខ្លាចណាគោះផងធ្វើម៉េចឲ្យវាលឺប៉ុន្តែវាមិនលឺបែរមកលឺពេលវេលាដល់យប់ដល់ស្ងាត់ចឹងទៅចឹងមិនថ្មីទេបើថាអញ្ចឹងបានតែអញ្ចឹងហើយយើងក៏បិទវិទ្យុហើយក៏សម្រាកទៅកំឡុងពេលដែលសម្រាកហ្នឹងនៅក្បែរខ្ទមហ្នឹងគឺមានដើមឈើធំរបៀបថាដើមសម្រងបងប្អូនស្គាល់សម្រងអត់សម្រងដែលធំខ្ពស់ដែលគេយកផ្លែវាមកស្លមកអីចឹងណាហើយឥឡូវហ្នឹងគឺក្រផ្លែសម្រងហ្នឹងដើមសម្រងហ្នឹងព្រោះថាការដែលយកវាបានមានតែវិធីពីរឯងឡើងបេះហើយនឹងកាប់ដើមចោលបដួលដើមអញ្ចឹងហើយបានជាធ្វើឲ្យវានឹងឆាប់ហិនដើមសម្រងវាខ្ពស់ហើយនៅម្ដុំដើមសម្រងហ្នឹងក៏មានជាដើមរបៀបថាដើមឈើទាលដែលដើមឈើទាលហ្នឹងមិនមែនជាចំការខ្ញុំទេគឺចំការគេផ្សេងនៅក្បែរហ្នឹងគ្រាន់តែគាត់ដាំធំវាមានមិនដឹងថាគាត់ដាំមិនដឹងថាវាដុះខ្លួនឯងគាត់ថាវាទំហំធំប្រហែលជាអាយុកាល20ទៅ30ឆ្នាំអីចឹងក៏យើងមិនដឹងទេណាព្រោះខ្ញុំកើតមកដឹងក្តីគឺដើមហ្នឹងវាធំស្រាប់ហើយស្រាប់តែនៅលើដើមឈើហ្នឹងយើងក៏ឮសូរសំឡេងរបៀបថាដូចចេះបងប្អូនដូចមនុស្សរបៀបថាមនុស្សធ្ងោឈឺឬតាមពិតទៅពេលដែលឮសំឡេងហ្នឹងយើងក្មេងបងប្អូនហើយយើងមិនខ្លាចហើយនៅម្នាក់ឯងផងបើឮពេលក្បាលល្ងាចឬក៏ពេលភ្លឺពេលអីមិនសូវជាខ្លាចហ្មងតែនេះគឺឮឡើងពាក់កណ្ដាលយកពាក់កណ្ដាលត្រៀនហើយឮសំឡេងហ្នឹងឮអញ្ចឹងហើយក៏វាបាត់ទៅវិញបន្ទាប់ពីបាត់ហើយក៏ឮទៀតដំបូងឡើយខ្ញុំគិតថាប្រហែលជាសត្វមីមព្រោះខ្ញុំធ្លាប់ដើរបោបាញ់មិនបោបាញ់អីលក្ខណៈតែព្រាមព្រៃទេព្រានព្រៃព្រានអីគឺមិនមែនទេគឺយើងបោបាញ់របៀបថាក្មេងៗដូចគ្នាណាគ្រាន់តែថាធ្លាប់ឮវិយមអញ្ចឹងធ្លាប់ឮសត្វមីមណាវិយមអញ្ចឹងហើយបន្តែកាលពីក្មេងវាអញ្ចឹងអាការដែលយំហ្នឹងគឺវាយំនៅមួយកន្លែងបានន័យថាបើវាយំនៅលើគុម្ពឫស្សីឬក៏ដើមឈើណាមួយវាយំនៅនឹងឯងវាអត់ទៅណាទេប៉ុន្តែនេះវាចម្លែកតង់ថាចេះសំឡេងហ្នឹងដំបងឡើយវាយំនៅខាងជើងខ្ទមបានន័យថានៅលើដើមសម្រងប៉ុន្តែយូរទៅវាក៏របៀបថាមកចិត្តខ្ទមមែនតើយំមកចិត្តខ្ទមហើយគៀកខ្ទមរបស់ខ្ញុំហ្នឹងណានៅខាងជើងខ្ទមហ្នឹងគឺមានដើមស្វាយដែលស្វាយហ្នឹងនៅខាងខ្ញុំគេហៅស្វាយតឡាប់អត់ដឹងថាបងប្អូនហៅស្វាយប៉ោមឬក៏ស្វាយដោះកមុំអីខ្ញុំអត់ដឹងទេប៉ុន្តែខាងខ្ញុំគេហៅស្វាយតឡាប់នៅក្បែរខ្ទមហ្នឹងគឺស្វាយតឡាប់ហើយបងប្អូនដឹងហើយថានៅខាងហ្នឹងណាគឺអត់មានអញ្ជាងអីបិទបាំងទេសំជាមួយនឹងអាភ្លើងនៅខាងក្រោមដែលភ្លើងយើងបំពុះឲ្យកោវារលត់អស់ហើយបងប្អូនអញ្ចឹងហើយធ្វើឲ្យបរិយាកាសមួយហ្នឹងគឺមានអារម្មណ៍ថាវាខ្មោចលងច្រើនជាងសត្វមៀមវាយំបានន័យថាយើងសន្និដ្ឋានអញ្ចឹងមកគឺសន្និដ្ឋានថាខ្មោចលងជាជាងសត្វមៀមវាយំហើយពេលហ្នឹងពេលដែលយើងជួបប្រទេសអញ្ចឹងយើងក៏គ្មានអីក្រៅពីទាញភួយទាញអីមកឃ្លុំមុខឃ្លុំមាត់បិទតិចកុំឲ្យលឺបងប្អូនយើងក៏របៀបថាសម្រាកបាត់ទៅសម្រាកហ្នឹងមិនមែនសម្រាកទាំងស្រួលណាគឺសម្រាកទាំងខ្លាចបានន័យថាដេកហ្នឹងគឺដេកទាំងខ្លាចទេក៏ដេកលងលក់ទៅវេលាម៉ោងប្រហែលជាប្រហែលជាម៉ោង1ព្រោះថាយើងដេកលក់ម៉ាសបកដែរណាពេលហ្នឹងក៏ស្រាប់តែខ្ញុំភ្ញាក់ម្ដងទៀតដោយភ្ញាក់ម្ដងនេះគឺខ្ញុំភ្ញាក់ដោយសារតែឮសំឡេងគេហៅខ្ញុំហើយសំឡេងហ្នឹងគឺមិនមែនជាសំឡេងអ្នកណាឆ្ងាយគឺជាសំឡេងបងប្រុសរបស់ខ្ញុំតែម្ដងតែគាត់ស្រែកហៅខ្ញុំពីក្រៅខ្ទមសួរថាបើសិនជាមនុស្សហេតុអីគាត់មិនដើរចូលមកក្នុងខ្ទមហើយបែរជាគាត់ហ្នឹងស្រែកហៅពីក្រៅវិញហើយហៅហ្នឹងគឺហៅឈ្មោះខ្ញុំយកតែម្ដងអញ្ចឹងពេលដែលគាត់ហៅអញ្ចឹងខ្ញុំក៏បានភ្ញាក់ពីដំណេកប៉ុន្តែពេលដែលភ្ញាក់ពីដំណេកហ្នឹងមិនមែនថាភ្ញាក់មិនលឺណាគឺខ្ញុំលឺថាម្ចាស់សំឡេងហ្នឹងគឺជាបងប្រុសរបស់ខ្ញុំហើយគាត់ហៅខ្ញុំមួយម៉ាត់ចុងក្រោយដែលខ្ញុំលឺកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ថាការដែលដំបូងឡើយគឺខ្ញុំលឺច្បាស់ថាសំឡេងគាត់ញៀនរបស់ខ្ញុំដឹងថាគាត់គឺដោយសារតែខ្ញុំរៀបនឹងភ្ញាក់របៀបថាលាវចិត្តភ្ញាក់អញ្ចឹងណាប៉ុន្តែពេលដែលខ្ញុំភ្ញាក់ឡើងហ្នឹងក៏នៅតែលឺទៀតគ្រាន់ថាលឺហ្នឹងគឺលឺតែមួយម៉ាត់ទេហើយឈ្មោះរបស់ខ្ញុំពេលហ្នឹងខ្ញុំរៀងអដែររបៀបថា
ở ban bong màu hay à róm dương cầm bông tại khai sắp là về ban bong màu chẳng tới dương cầm miền phiệp cọ cái đài tham miền khni miền bong ấy màu đài chẳng bồn tay pe để nhom ọt chlai nứng á bồn bồn nhom cha bà róm thay ọt miền này na cái đài châu màu tây tại vì ta sầm lấy nữa cho ba tha lư sầm lấy nha còn ha pe để dương ọt chlai pe để dương ọt cầm rác ọt miền cay vì can để lưỡi tôm nứng á có sắpแต่ถ้าอดมีนเคยเนี่ยนะเกบหายมุกเพราะนั่งอดมีนเนี่ยนะเกมาเพราะนั่งจังเพียบก็ได้เพียบคลาฮาหนังบังมั้ยเนี่ยวีบ้านบัดบองเตอวิงให้cóเดี๋ยวถ้าไพ่ที่ได้ยอคลูนเลยไอ้บองโอในบัสันจีบองโอจีขยมวิงขยมเกิดท่าพาโดยแต่แค่นี้นึงอดดังท่าขยมเหมือนเมื่องี้บองโอนี่ได้ก่อนท่ามันดังถักคลาเชียงขยมพงหรือก็มันดังไงก่อนเป็นนึงขยมในขมิ้นขยมแรงโจซีโจได้จังมันฮะมันใส่คลาดจังได้เกิดทางคนในมาได้สำหรับจัดเจริญไงโอเคยังเฟอร์หอยบานดอตีจังนะก็เลยไปทางแปรคลุ้นให้ก็คลมพูยกมาดองตีนกระไรเป้เด็กขยมสมแรงนั่นไงขยมกับบานลื้อโซ่สมเล้งมันนู้ปนแต่แมนเมียโตเจ๊คือเมียทมโยตามดองมาเยอะใหญ่คลายอ้อยสูสดับวะเนี่ยสลกขยมคือหายท่าโซระกายทมให้กปูนึงบางปนายก็สาแต่เป็นนึงหรือปลอกยังมาจับอารมณ์แน่ยังมาจับอารมณ์ที่ยังดังท่าวิลือจังทุกยังเกิดท่าcái ấy khai lon không mọi lon mọi ấy khi khai á giờ hiện mờ phân tayชลิดpeแต่กับปงคลายเหมือนคลายกับปงคลายนึงก็ผลิตภายในมือแต่จำตึกหรือแต่จำตึกขังการโดยบางปนดังสลับไอ้ตึกขังการนั่นคือขยอนมีนแจ้งได้สลับแต่เป็นน้องบางปนcòn là thà trường nó cứ dừng mơ tới cứ đôi chi dẹ đôi chi ấy chẳng nè vì sầm máu đi vì mình chụp máy sầm máu đi khơi đa còn lắng cái tôm rồi bọc ồn chung quanh nhá prok nó này là bây giờ mơ tới mà pay giờ tầm men ten bọc ồn riêng pay nó cứ dừng lên bò dài lên giấy thà pay cầm rạch ná vềเนี่ยละโมละมแกงใบโดนสเตียงอบัดเลยแต่เป็นนั้นก็คลางได้การในขมายนึงมันวิทยุมันคลาดไอ้ดอธนาแกงใบโดนก่อนนะคลาดวิคลาดคือคลาดเฉยมันคลาดจะมาขมายเราประมวยชนะมาจูเรื่องจังขมายไอ้กราปีคลมพูยเลิกกลปกไม้ได้ให้กับบ้านเบิกสำเร็จวัตถุปลอมบ่ตัวใบเฉลือชอก็ลือเตอร์บางคนลือชอลังชอจังเตอร์ยังเบิกสตาร์สำเร็จนั่งhay cái thà mấy thà tới bên thà dương cái thà dương khoa phiệp khai hán có thà tới bên tai cái nhung song khoa phiệp khai hán buộc khơi chụp ba được này kháng pê hay cái nói pê được thà chẳng hay không mấy từ tại làng luôn là việc thà vì dương từ cả kinh cho nên chẳng có tụ bấy khai của bên này còn nơi từ đây lụa đây chẳng dương có sầm rạ lụa từ chắp tang pi về lia pê để chụp trong coi để dương khơi mình nuốt miệt thông đôi chỉ bây giờ sổ cái mọi chẳng tới có những màn lụa là hồ to tại mòn là nhiều đây đẹp kia là các bài năng liệt kia hai chị mà chấm ca thì mà chấm ca nữa có lưu mòn là nhiều nên hãy bông bông chưng ngon để bài chưng ngon thà cho miếng té cái đài ta mình khai em lòng lắm miên bông bông ngọn hai dương tập tam các bạn đấy chấm ca bảo dương nào nứng cứ đây dương nào nứng cái dương phơi nào nứng ở phơi chuột cái này chuột cái này hay đôi bông bông mặt đằng ấy thà chấm ca nó có vi răng từ lì đấy vì mình thông khang ấy đấy mà tham vi từ lì đây chẳng tụm rộp từ đọc thêm mũi tiết đó có bị ngay đây chẳng pe đã lư sầm lên mòn rồi nghiêng chẳng tới có nhẹ lang mà hay có khơi ai tháng ngày dường vậy ta ai tháng ngày dường chắc hàng trong hai ai tháng ngày bên lư tháng ngày tịch nữa này bị chia riêng trên bị từ hàng ca thay chẳng dường có cái thả bị bật hai dường lên khai lên ấy rồi hốt trong đặc câu đặc cái bói nó trên bị cao dọc từ tròn tam đam xoay chăn tì đàn xoay chân tiền nữa nè hay tròn hay rụi rọt bầm rong nâng tiền mà tô trên mà rồi bài cọ bài cái đài chân tới sập tay khơi bong pro nhom tới khăm mớp tật lớn nè ạt cái ba từ bên nó cái đài đá phải ôn chụp rương mà ngày vậy phải ôn chụp rương là việc thằng là tròn luộc một lần ấy mà dùng cái bong từ thời trắng tật lớn nè ạt cái ba khăm mớp mà nhưng mà nhiều đã tròn khăn này đó vậy tôi dân khăn nó mẹ trong khăn cái khăn này đó còn này thà nó dân
ក៏បំភ្លេចវាចោលអស់ហើយនៅសល់តែរឿងរ៉ាវអញ្ចឹងគ្រាន់តែចង់និយាយឲ្យបងប្អូនយើងបានស្ដាប់ណាមួយប្រវត្តិនៃចំការហ្នឹងក៏អត់ធម្មតាដែរម្ដាយរបស់ខ្ញុំគាត់បានប្រាប់ថាអញ្ចឹងខ្ញុំហៅទៅម៉ែទេគឺម៉ែរបស់ខ្ញុំគាត់បានប្រាប់ថាតាំងពីខ្ញុំមិនទាន់កើតអញ្ចឹងទៅគឺជំនាន់បងប្រុសខ្ញុំបងខ្ញុំណោះគាត់ថាពេលហ្នឹងគាត់ទៅជំរះស្មៅសដែកដីជើងសដែកដីយកជើងសដែកដីដោយឪពុករបស់ខ្ញុំហ្នឹងគាត់ការងាររាជការជាប្រចាំតាំងពីចាប់ដៃយកគ្នាមួយម៉ែខ្ញុំមកគឺគាត់រាជការរហូតអញ្ចឹងគាត់រវល់ទៅប្រជុំទៅអីអញ្ចឹងណាហ្នឹងហើយក៏ស្រាប់តែរបៀបថាគាត់ទៅប្រជុំបាត់ទៅនៅសល់តែម៉ែនៅជំរះចការម្នាក់ឯងទៅបើទុកចោលលិចហើយចាប់ពីដើមគឺគាត់ធ្វើតែកម្លាំងមានថ្នាំពុលថ្នាំអីបាញ់ស្មៅមកពីណាស្រាប់តែពេលជំរះណាបងប្អូនពេលហ្នឹងគាត់ក៏លឺក្អកហើយឪពុករបស់ខ្ញុំហ្នឹងគឺគាត់ក្អកគាត់មានជំងឺមួយក្អកដែរមកដល់ឥឡូវក៏នៅតែក្អកដែរហើយទៅពិនិត្យនៅពេទ្យពិនិត្យមើលរាប់ដងទៅមើលល្បែងណាគឺអត់មានទេតែបើថតស៊ូតថតអីគេថា speed តងស៊ូតអញ្ចឹងទៅជំងឺ speed តងស៊ូតដែលគាត់ហត់ឥឡូវគាត់ហត់អញ្ចឹងលឺសលេងក្អកនឹងខុងឡើង3ដងហើយគាត់ម្ដាយរបស់ខ្ញុំគាត់ក៏មិនជាចាប់អារម្មណ៍ទេគាត់ប្រឹងជំរះទៅព្រោះថាកាលនោះគាត់មានកម្លាំងគាត់នៅជំរះហើយគាត់គិតថាអូពុកខ្ញុំមកវិញហើយមកពីប្រជុំវិញហើយអញ្ចឹងណាជំរះក៏ស្រាប់តែលឺកូនបងខ្ញុំយំនឹងរឹងដែលនៅចងនឹងខ្ទមហើយយំហ្នឹងគឺគាត់ឆ្ងល់ថាហេតុអីបានពុករបស់ខ្ញុំមិនលើកូនវាថាមិនលួងកូនបើថាមិនមកជំរះក៏អត់ទៅប៉ុន្តែឲ្យមើលកូនអញ្ចឹងណាពេលហ្នឹងគាត់ក៏រាំងខឹងដែរប៉ុន្តែក៏លេចទៅមើលខ្ទមមិនមានឃើញអ្នកណាផងឃើញតែកូនយំនៅលើខ្ទមអញ្ចឹងហ្នឹងហើយគាត់ក៏ដើរតែឡើងទៅលើខ្ទមពេលឡើងទៅលើខ្ទមនោះក៏មើលឆ្វេងមើលស្ដាំខ្លាចក្រែងថាពុករបស់ខ្ញុំគាត់ទៅជាប់គាត់ចោះជាប់ដោយសារតែគាត់ចូលចិត្តណាស់ដីជាប់នឹងគាត់ដាំបន្លែដាំប្លុកអីហ្នឹងគាត់ចូលចិត្តគាត់ស្រឡាញ់មែនតើរហូតមកដល់ឥឡូវក៏គាត់នៅតែស្រឡាញ់ដីហ្នឹងដែរអញ្ចឹងគាត់ក៏អត់ចាប់អារម្មណ៍មកក្រោយពេលបំពេបងរបស់ខ្ញុំបងប្រុសខ្ញុំឲ្យសម្រាកវិញហើយគាត់ក៏ចោះមកជំរះវិញទៅនិយាយហ្នឹងគឺបងប្រុសខ្ញុំបងទី1ហ្មងមិនមែនបងបន្ទាប់ខ្ញុំទេណាគឺខ្ញុំនិយាយបងទី1ហ្មងអញ្ចឹងគាត់ជំរះរហូតទៅដល់ថ្ងៃអាសៀលជ្រេខ្លាំងចិត្តល្ងាចអីពេលហ្នឹងគាត់ស្រាប់តែឃើញពុករបស់ខ្ញុំដើរទៅស្លៀកកម្មាគាត់ចូលចិត្តស្លៀកកម្មាគាត់ដើរទៅហើយពេលដើរទៅដល់ម៉ែខ្ញុំក៏សួរថាឪឯងមកពីណាពុកគាត់អត់ហៅពុកវាគាត់ហៅឪឯងអញ្ចឹងហ្មងឪឯងមកពីណាហើយពុកខ្ញុំគាត់ក៏បានប្រាប់ដំណើររឿងគាត់ថាគាត់មកពីប្រជុំទេគាត់មកពីផ្ទះទេអញ្ចឹងណាហើយក្រោយពេលដែលឮគាត់និយាយអញ្ចឹងម៉ែខ្ញុំគាត់ក៏នឹកឃើញនៅក្នុងចិត្តជីអាតងោលលេងអញឯតាអាតងោលកន្លែងនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនយើងបន្តិចគាត់ហៅអាតងោលហ្នឹងគឺចង់សំដៅទៅលោកអ្នកតាចំការនឹងឯងម៉ែគាត់នៅក្នុងចិត្តថាអាតងោលលេងអញឯតានេះតែគាត់អត់មកប្រាប់ពុកខ្ញុំប្រាប់ឪខ្ញុំទេរហូតដល់មកដល់ផ្ទះបានគាត់និយាយរឿងហ្នឹងរហូតដល់គាត់និយាយម្ដងហើយម្ដងទៀតប្រាប់កូនប្រាប់ចៅអញ្ចឹងណាតែរឿងហ្នឹងមានពេលខ្លះចាម៉ែខ្ញុំគាត់ថាគាត់កំពុងតែបលេះស្វាយយើងចន្ទទីយើងត្រូវមូលយកក្របចន្ទទីចេញពីសាច់ស្វាយណាហ្នឹងហើយពេលដែលយើងមូលអញ្ចឹងទៅហើយគាត់មូលតែពីអ្នកបងស្រីខ្ញុំហើយបងស្រីខ្ញុំគាត់បេះគាត់អីចឹងទៅហើយគាត់នៅមូលតែឯងកំពុងតែមូលក្បែរខ្ទមហ្នឹងណាគាត់ក៏បានឮសំឡេងដូចគេអូសខ្សែនៅពីក្រោយខ្នងគាត់បងប្អូនដឹងអីទេថាពេលហ្នឹងបងប្អូនហើយស្រាប់តែពេលដែលគាត់ឮវាជិតខ្លួនពេកគាត់ក៏កលែកមើលទៅពេលហ្នឹងគាត់ក៏ស្រែកវាស់គាត់ស្រែកជេរយកតែម្ដងយីអាតងោលអញខំដាក់បាយដាក់ទឹកឲ្យស៊ីរាល់ថ្ងៃសែនរាល់ឆ្នាំហេតុអីបានមកធ្វើបាបអញមកបន្លាចអញបងប្អូននឹងគាត់បានឃើញអីពេលហ្នឹងគឺគាត់បានឃើញសត្វពស់វែកដែលជាពស់វែកមិនដឹងថាវែកអីទេតែគាត់ថាពស់វែកដែលវាលួននៅពីក្រោយខ្នងរបស់គាត់ហើយគាត់មានជំនឿថាគឺជាពស់អ្នកតាអញ្ចឹងណាហើយបើតាមជាក់ស្ដែងបែបវិទ្យាសាស្ត្រប្រកាសខ្លាំងណាស់ថាវាគឺជាពស់ធម្មជាតិដែលវារស់នៅក្នុងចំការណាប៉ុន្តែបើអ្នកមានជំនឿខ្ញុំគិតថាជឿដូចគ្នាប្រកាសជាជឿថាជាពស់អ្នកតាពស់ដូចគ្នាហើយជាស្ដែងពេលដែលគាត់ជេរអញ្ចឹងទៅពស់ហ្នឹងក៏វាលួនចេញពីគាត់ហើយវាបែកខ្ញែកគ្នាដូចថាវាមើលមិនឃើញគាត់ក៏មិនដឹងពេលហ្នឹងឬក៏មានអ្នកតាកាន់មែនក៏មិនដឹងអាហ្នឹងវាទាក់ទងទៅនឹងជំនឿដែរហើយប្រហែលឆ្នាំក្រោយមកទៀតម៉ែខ្ញុំគាត់បានប្រាប់ថាចេះក្រោយពេលដែលមានអ្នកដើរបោចវ
ឬក៏កាត់វល់កាត់ខ្នាញអីនៅខាងក្នុងតាមជាប់តាមអីហ្នឹងទៅណាក៏បានឃើញសណក់គេហៅសណក់អញ្ចឹងណាអាពោះពេលដែលសក់ហើយវាសសណក់ជាប្រភេទពោះថ្លាន់ដែលធំមែនតើដែលអាចថា10ជាងគីឡូអញ្ចឹងណាគាត់ថាធំហើយម៉ែខ្ញុំគាត់ថាគាត់អត់ដែលឃើញទេវាជាប្រភេទពោះអ្នកតាបើសិនជាយើងខុសមាត់ខុសកឬក៏និយាយស្អីខុសហ្នឹងបានវាឲ្យឃើញនិយាយទៅចំការហ្នឹងគឺមានប្រវត្តិច្រើនជាងនេះទៅទៀតដែលគាត់ធ្លាប់ជួបប្រទេសហើយគាត់តែងតែលើកយករឿងរ៉ាវទាំងអស់ហ្នឹងមកនិយាយប្រាប់កូនពេលដែលពេលចិត្តចូលសម្រាប់អីចឹងទៅកូនម៉ែកាទេលចឹងទៅគាត់និយាយរឿងប្រវត្តិរបស់គាត់ប្រវត្តិពេលរត់ប្រវត្តិពេលលើកដីលើកធ្លីជំនន់ប៉ុលប៉ោតហើយនិយាយទៅគាត់រំលឹកពីសម័យសង្គ្រាមច្រើនហើយបើយើងចង់ដឹងរឿងច្រើនយើងក៏សួរនាំទៅថាម៉ែពេលម៉ែទៅលក់ម៉ែធ្វើជាអ្នកលក់នៅនេះលក់នៅនោះលក់នៅផ្សារនេះម៉ែមិនអីចឹងគាត់ប្រើប្រវត្តិគាត់ធ្វើចំការចឹងទៅយើងសួរនាំដេញដោលគាត់ទៅគាត់និយាយប្រាប់តែតម្រាំតែយើងដេកលក់ណាហើយកាលនោះសំឡេងម៉ែដូចជាព្រោះណាឲ្យទៅថាគាត់និយាយរឿងរ៉ាវអីប្រាប់មិនដល់ចប់មួយរឿងមកគឺសម្រាប់លក់ហើយអញ្ចឹងមិនថាសំឡេងពុកម៉ែអញ្ចឹងមកដល់ពេលនេះគឺសាច់រឿងរបស់យើងទាំងអស់ប៉ុណ្្នឹងហើយរឿងរ៉ាវតាក់ទងទៅនឹងខ្ទមចំការនេះគឺប៉ុណ្្នឹងអញ្ចឹងខ្ញុំក៏គ្មានអ្វីក្រៅពីថ្លែងអំណរគុណបងប្អូនយើងជាពិសេសប្រិមិត្តចាស់ដែលគាត់និយមនឹងបានតាមដានត្រឡប់មកវិញខ្ញុំក៏មិនជាអន់សពន់ចិត្តអីនឹងបាត់បង់អ្នកទស្សនាឬក៏ view ដែរដោយសារតែមករយៈកាលមុននោះគឺខ្ញុំឈឺខ្លាំងពេកខ្ញុំអត់អាចនៅក្នុងការថតរឿងខ្ញុំអត់អាចនៅក្នុងការផលិតវីដេអូបានហើយសំបីតែមកដល់ឥឡូវក៏យើងមិនទាន់ជាដែរយើងមិនជាដែរគាត់ថាអាចធ្វើទៅបានធ្វើហើយមូលហេតុគ្មានថាបងប្អូននិយាយថាអីប្រឹងម៉េះសម្រាប់សិនទៅមួយខែពីរខែសិនទៅបើនិយាយទៅបងប្អូនអ្នកណាដែលថាចង់ហត់អ្នកណាដែលចង់ពិបាកគាត់ថាពេលដែលយើងសម្រាប់ទៅយើងក៏បាត់បង់ចំណូលដែរហើយដូចបងប្អូនបានដឹងស្រាប់ជាពិសេសប្រិមិត្តចាស់ចំណូលរបស់ខ្ញុំគឺសំខាន់មែនតើសម្រាប់ខ្លួនខ្ញុំអ្នកណាក៏សំខាន់ដែរប៉ុន្តែអ្នកណាក៏ធ្វើការចំណូលជាសំខាន់ដែរប៉ុន្តែខ្ញុំគឺសំខាន់លើសអ្វីដែលបងប្អូនគិតថាសំខាន់នឹងទៀតពីព្រោះថាខ្ញុំបើសិនជាអត់មានចំណូលនឹងទេសុខភាពខ្ញុំក៏ចេះតែដុនដាបទៅពួកខ្ញុំធ្វើការលុយនឹងយកមកព្យាបាលជំងឺខ្លួនឯងហើយវាអត់ច្រើនទេ2ខែបានធ្លាក់ម្ដងបានន័យថា2ខែបានគ្រប់ target បានគ្រប់$100ហើយខ្ញុំមកដឹងថាខែនេះអាចគ្រប់ឬមិនគ្រប់ទេសង្ស័យថាដល់3ខែផងមិនដឹងព្រោះថាវាអត់ច្រើនទេបងប្អូនអញ្ចឹងក៏អរគុណមែនទែនបងប្អូនយើងសម្រាប់ទឹកចិត្តគាំទ្រខ្ញុំមិនចង់អីនិយាយអូសបន្លាយយូរទេគ្រាន់តែចង់អរគុណទៅកាន់បងប្អូនយើងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតតែមុននឹងឃ្លាតគ្នាខ្ញុំសូមជូនពរបងប្អូនយើងឲ្យមានសុខភាពល្អរាល់ការធ្វើដំណើរទៅណាមកណាមិនថាឆ្ងាយជិតតាមឡានឬក៏ម៉ូតូទេសូមឲ្យជួបសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញសូមជួបប្រទះតែពុទ្ធពរទាំង4ប្រការដែលមានអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាឡើយគណៈពេលនេះវត្តមានខ្ញុំបាទសូមអរគុណនិងសូមគោរពលា